មីរ៉ាតអារ៉ាប់រួមនឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យអប់រំជាមួយកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមអាប៊ីសេតអាប៊ីតប៊ីនថារ៉េសអលហាហូរីឯកអគ្គរដ្ឋទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម UAE ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសដ្ឋាននៅទីក្រុងបាងកកចូលរួមសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី19ខែឧសភាឆ្នាំ2025ក្នុងឱកាសនៃជំនួបឯកអគ្គរដ្ឋទូតបានវិយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី UAE និងកម្ពុជាឯកឧត្តមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថាគណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE ក្រុងនៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជាដើម្បីជំរុញការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរទន្ទឹមនឹងនេះឯកឧត្តមឯកអគ្គរដ្ឋទូតនឹងមានជំនួបពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីពិភាក្សាអំពីការបន្តជំរុញនិងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរនិងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្ដែងនិងពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្មសន្តិសុខសាយប័រនិងបញ្ញាសិប្បនិម្មិតឯកឧត្តមឯកអគ្គរដ្ឋទូតបានគោរពជម្រាបអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀតតាមរយៈការបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលផ្តោតលើការសិក្សាជំនាញបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិតជាមួយគ្នានេះសម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តនិងវិយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរជាពិសេសលើវិស័យទេសចរណ៍តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជាជាមួយគ្នានេះសម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះ UAE ដែលបានរួមចំណែកកសាងធនធានមនុស្សក៏ដូចជាបានគាំទ្រដល់សមាគមមូស្លីមនៅកម្ពុជាសម្ដេចបវរធិបតីគូបញ្ជាក់ថាកម្ពុជានិង UAE នៅមានវិស័យសក្តានុពលជាច្រើនដែលអាចពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតបានសម្ដេចបវរធិបតីក៏បានបញ្ជាក់ពីទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅកម្ពុជាដើម្បីជំរុញការនាំចេញផលិតផលហាឡាល់ទៅកាន់បណ្ដាប្រទេសនៅបស្ចិមបូព៌ានិង UAEសម្ដេចបវរធិបតីលើកទឹកចិត្តឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួចសម្ដៅប្រែក្លាយទៅជាផែនការអនុវត្តជាក់ស្ដែងសម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថាតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត